ខ្ញុំគឺជាអ្នកធ្វើដំណើរម្នាក់ដែលបានធ្វើដំណើរស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាធ្វើដំណើរអស់រយៈពេល6ឆ្នាំទៅកាន់តំបន់ភូមិស្រុកដាច់ស្រយាលមួយចំនួនជុំវិញប្រទេសកម្ពុជានិងទីកន្លែងដែលខ្ញុំមានឱកាសធ្វើការងារជាមួយប្រជាជននៅក្នុងសហគមន៍ទេសចរហើយរឿងមួយដែលខ្ញុំមានការភ្ញាក់ផ្អើលនោះគឺតំបន់អេកូទេសចរបែបធម្មជាតិរបស់ប្រទេសកម្ពុជាអ្នកដឹងអត់កម្ពុជាហាក់បីដូចជាក្របពេជ្រមួយលាក់កំបាំងនៅក្នុងកណ្ដាលព្រៃដ៏ជ្រៅនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ដែលខ្ញុំតែងតែមានបំណងប្រាថ្នាចង់យកក្របពេជ្រដ៏ស្រស់ស្អាតមួយនេះទៅកាន់ពិភពខាងក្រៅខ្ញុំបានខ្លាចជាមនុស្សម្នាក់ដែលមានចំណាប់អារម្មណ៍លើវិស័យទេសចរបែបធម្មជាតិនិងតែងតែចង់ជួយប្រជាជននៅតាមសហគមន៍ទេសចរជាពិសេសក្មេងៗហើយនេះជាមូលហេតុមួយដែលនៅក្នុងឆ្នាំ2023ខ្ញុំបានបង្កើតកម្មវិធីជិះកង់សារ៉ាធម៌មួយឡើងដែលខ្ញុំត្រូវធ្វើដំណើរតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីដែលជោគជ័យនិងរដ្ឋាភិបាលបានដល់ទៅ$60,000ជួយដល់មន្ទីរពេទ្យកុមារអង្គរមួយឆ្នាំបន្ទាប់ទៀតខ្ញុំនៅតែមានចំណាប់អារម្មណ៍លើវិស័យទេសចរនិងស្រឡាញ់ការធ្វើដំណើរផ្សងព្រេងនិងចង់ទៅមើលអំពីតំបន់ទេសចរជាច្រើននៅពិភពខាងក្រៅហើយខ្ញុំបានបង្កើតកម្មវិធីមួយទៀតដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជាមនុស្សម្នាក់ដែលចង់ធ្វើដំណើរដោយជិះកង់ពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុបក្នុងកិច្ចការងារសប្បុរសធម៌ដែលផ្ដោតទៅលើការធ្វើដំណើរផលិតខ្សែភាពយន្តឯកសារនិងរូបភាពដើម្បីបង្ហាញសាធារណជនអំពីតំបន់ទេសចរដ៏អស្ចារ្យជាច្រើននៅតាមផ្លូវនិងគៀងគររៃអង្គាសប្រាក់ក្នុងពេលតែមួយទៅជួយដល់កុមារនៅក្នុងមន្ទីរពេទ្យ2គឺមន្ទីរពេទ្យកុមារអង្គរនិងកុទេបផាស្ដាប់មើលទៅហាក់បីដូចជាខ្ញុំមានក្រុមការងារអាជីពជាច្រើននៅចាំជួយជ្រោមជ្រែងប៉ុន្តែរឿងដែលអ្នកនរគ្នាមិនគួរឲ្យជឿគឺខ្ញុំតែម្នាក់ឯងបានធ្វើការងារមួយនេះដោយជោគជ័យនៅតាមផ្លូវធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុបនិងបញ្ចប់នៅតំបន់អាហ្វ្រិកខាងត្បូងក្នុងរយៈចម្ងាយផ្លូវ 76,000 គីឡូម៉ែត្រជិះកង់ឆ្លងតាមបណ្ដាប្រទេសសរុប40ប្រទេសឯណោះនៅតាមផ្លូវធ្វើដំណើរខ្ញុំបានអញ្ជើញឲ្យចូលសម្ដែងការគួរសមនិងធ្វើបទបង្ហាញដល់មន្ត្រីរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសមួយចំនួនដែលត្រូវបានគេទទួលស្គាល់ខ្ញុំថាជាអ្នកធ្វើដំណើរលំដាប់ពិភពលោកម្នាក់ឬគេហៅខ្ញុំថា The Global Traveler មកពីប្រទេសកម្ពុជាវាជាការពិតការធ្វើដំណើរបានបង្រៀនខ្ញុំអំពីមេរៀនជាច្រើននៅក្នុងជីវិតខ្ញុំបានរៀនសូត្រអំពីមនុស្សភូមិសាស្ត្រវប្បធម៌ប្រពៃណីនិងជាពិសេសវិស័យទេសចររបស់ប្រទេសទាំងអស់នោះហើយទាំងអស់នេះគឺជារឿងរ៉ាវសង្ខេបខ្លះៗដែលបានកើតឡើងនៅតាមផ្លូវធ្វើដំណើររបស់ខ្ញុំរយៈពេល2ឆ្នាំក្នុងបេសកកម្មជាប្រវត្តិសាស្ត្រជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុបនិងទ្វីបអាហ្វ្រិក